នៅក្នុងជីវិតដែលពិបាកវេទនាបាទខ្វះមុខខ្វះក្រោយគឺជារឿងមួយដែលយើងគួរឲ្យអាណិតអាសូរមែនទែនក៏ប៉ុន្តែក៏ស្នើសុំឲ្យឪពុកម្ដាយទាំងអស់បាទដែលគាត់តែងតែមានគំនិតយកកូនៗរបស់គាត់ធ្វើជាធ្នាក់ទាក់នៅប្រជ័យសម្រាប់បងប្អូនរបស់យើងដែលគាត់ធ្វើដំណើរតាមដងផ្លូវណាបាទសូមឲ្យគាត់ផ្លាស់ប្ដូរនៅគំនិតនិងសកម្មភាពនេះវិញជាបន្ទាន់ពីព្រោះថាយើងមិនគួរយកក្មេងៗដែលគាត់នៅវ័យទូចៗធ្វើការដើរសុំទានក៏ដូចជាសុំលុយរបស់អ្នកធ្វើដំណើរនៅតាមដងផ្លូវតាមស្តុបអញ្ចឹងទេរូបភាពមួយចំនួនដែលយើងបានឃើញឧទាហរណ៍ថានៅក្នុងវីដេអូនេះអញ្ចឹងបាទគឺយប់ម៉ោង 8:79 ទៅហើយក្មេងស្រីអាយុប្រហែលជា3ឆ្នាំអង្គុយយំម្នាក់ឯងនៅក្រោមស្ពានក្បាត់ក្រុងផ្លូវជាតិលេខ4ការពិតខ្ញុំដឹងថាឪពុកម្ដាយរបស់គាត់គឺមិនបានទៅណាឆ្ងាយនោះទេអញ្ចឹងគឺនៅក្បែរនឹងឯងដោយភារកិច្ចរបស់ពួកគាត់ដែលទម្លាក់ទៅឲ្យក្មេងគឺសុំទានទៅតាមដងផ្លូវនិងតាមស្តុបអញ្ចឹងរូបភាពខ្លះទៀតក៏យើងឃើញថាពិបាកវេទនាភ្នែកមើលមែនតើដោយមានក្មេងទូចៗក៏ដូចជាកូនង៉ែតបាទគឺគេងលើដៃរបស់គាត់មិនបើកភ្នែកតតែសោះហើយគាត់3កូនទាំងនោះគឺយកមកសុំទានអញ្ចឹងសួរថាតើក្មេងៗទាំងនោះគឺជាកូនរបស់គាត់ឬក៏យ៉ាងណាខ្ញុំក៏មិនហ៊ានថាដែរពីព្រោះក្មេងៗទាំងនោះមើលទៅហាក់បីដូចជាត្រូវបានថ្នាំសណ្ដំគ្រប់គ្រងនៅអារម្មណ៍របស់ពួកគាត់មិនឲ្យគាត់ងើបដឹងខ្លួនបានឡើយអញ្ចឹងខ្ញុំបាទក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់សូមស្នើទៅដល់អាជ្ញាធរទាំងអស់ដែលគាត់មានការពាក់ព័ន្ធសូមឲ្យគាត់ជួយមានចំណាត់ការទៅលើរឿងទាំងអស់នេះសូមឲ្យពួកគាត់បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលគាត់យកក្មេងធ្វើជាធ្នាក់តាក់យកនៅលុយកាក់ទៅតាមផ្លូវដែលជាការសុំទានដែលយើងឃើញញយបាទនៅតាមស្តុបនៅតាមគល់ស្ពាននៅតាមដងផ្លូវមហាវិថីនានាអញ្ចឹងសម្រាប់ខ្ញុំសុខលាភសូមអរគុណសូមជម្រាបលា